គោរពជំរាបសួរបងប្អូននិងប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍ការចូលមកកាន់ Channel ធីកាឡៃបាទជាបន្តទៅទៀតនេះខ្ញុំបាទនឹងលើកយកខោរាសាហុងស៊ុយច័ន្ទសែដែលត្រូវនៅថ្ងៃច័ន្ទលើកមកជំរាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យខាតពេលវេលាយូរសូមតាមដានសន្តាប់ទាំងអស់គ្នាតាមក្បួនហុងស៊ុយបានបញ្ជាក់ថាអ្នកដែលកើតនៅក្នុងឆ្នាំមហាសំណាងទាំង7រួមមានឆ្នាំឆ្លូវរោងម្សាញ់មមីវកចនិងឆ្នាំកុលនៅក្នុងថ្ងៃនេះលោកអ្នកផុតទុកអស់ភ័យជួបតែលៀបសំណាងកាក់កបនឹងមុខរបរខ្លាំងលុយធំហោចចូលផ្ទះលើករាសីអង្គុយលើគំនរទ្រព្យសម្បត្តិដ៏មហាសាលប្រកបទៅដោយសេរីសួស្តីវិបុលសុខគ្រប់ប្រការដែលចាត់ថាជាថ្ងៃមហាសំណាងមហាមង្គលបវរមហាប្រសើរចាប់ពីពេលនេះតរៀងទៅតាមជើងលេខបានបញ្ជាក់ទៀតថានៅក្នុងថ្ងៃនេះដែរលោកអ្នកនឹងមានលៀបធំចូលមកផ្ទួនធ្វើឲ្យជួនកាលលោកអ្នកហត់នឿយនឹងការប្រមូលទុកដាក់ទ្រព្យសម្បត្តិមាសប្រាក់លើពេលណាទាំងអស់នៅក្នុងថ្ងៃនេះផងដែរលោកអ្នកនឹងទទួលបានទ្រព្យរស់គឺមានមនុស្សល្អៗជាច្រើនចូលមកជួយជ្រោមជ្រែងក្នុងកិច្ចការរហូតសម្រាប់ប្រយោជន៍ធំធេងនិងមានរឿងល្អៗចូលមកក្នុងពេលដំណើរគ្នាផងដែរឆ្នាំឆ្លងកូននាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចដូចបំណងម៉ោងនៃលៀបសំណាងគឺម៉ោង5ទៀបភ្លឺដល់ម៉ោង4ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ត្នោតលេខនៃលៀបសំណាងគឺលេខ789សូមលោកអ្នកខមមិនលេខ789ដើម្បីយកលៀបសម្បត្តិទេពតាទ្រព្យនិងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូរហៀដូចជាទឹកបាក់ទំនប់អញ្ចឹងដែរចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវឬស័យអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់តដែតនៅក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលជាផ្លែផ្កាតែងហុចមុខវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដោយសារតែដួងរស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះនៅឡើងខ្ពស់ដូចនេះទោះធ្វើចំនួនជួញដូរទីឆ្ងាយអ្នករកផលកម្រៃហូរចូលដូចទឹកក្រនបំពេញបំពង់ផងដែរចំពោះការធ្វើដំណើរទៅទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដូចបំណងជានិច្ចឆ្នាំរោងពុះនាគក្រាចមន្ត្រីចិញ្ចឹមធ្វើកិច្ចការងារអ្វីមួយតែងតែមានគំនិតជ្រះថ្លាប្រាថ្នាអ្វីបានសម្រេចដោយបំណងធ្វើកិច្ចការងារតូចធំមានតែអ្នកជួយគ្រប់គ្រងទំនុកបំរុងសពគ្រប់បែបយ៉ាងម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចលេខនៃលៀបសំណាងគឺលេខ123សូមលោកអ្នកខមមិនលេខ123ដើម្បីយកលៀបសម្បត្តិអុកញ៉ាបារមីទេវតាស្ដេចនាគសៀចេញភ្លាមនឹងនាំសំណាងល្អចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំរោងឬស័យអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះឲ្យលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងប៉ងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបតែសេចក្តីសុខសែនសានទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពលោកលើនឹងគ្នាណាស់ឆ្នាំម្សាញ់ពុះទេវតាចិញ្ចឹមនាំលៀបអបប្រាចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើនគោរពស្រឡាញ់រាប់អាននិងសាទរម៉ោងនៃលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ក្រហមលេខនៃលៀបសំណាងគឺលេខ444សូមលោកអ្នកខមមិនលេខ444ដើម្បីយកលៀបសម្បត្តិដែលមានជាន់ខ្ពស់និងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលើចូលហោហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត
នៅក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលជាផ្លែផ្កាតែងហត់មកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដោយសារតែដួងរស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះងើបឡើងខ្ពស់ដូចនេះទោះធ្វើជំនួញជួញដូរទីជាទីឆ្ងាយអ្នករកផលកម្រៃហូរចូលដូចទឹកគ្រាន់បំពេញបំពង់ផងដែរចំពោះការធ្វើដំណើរទៅទីជាទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដូចបំណងជានិច្ចឆ្នាំមមីសេះនាំលៀបនាំជេរនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចដូចបំណងហើយអនាគតខ្លាយទៅជាអ្នកមានទ្រព្យសម្បត្តិសុខស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ក្រហមលេខនៃលៀបសំណាងគឺលេខ333សូមលោកអ្នកខមមិនលេខ333ដើម្បីយកលៀបសម្បត្តិសម្ពោលួងបារមីទេពតាស្ដេចនាគនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលើជូលហោហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំមមីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ទៅដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងប៉ងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានិងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទូទីណាមកណាគឺប្រកបតែសេចក្តីសុខសាន្តសានទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពលោកលើនឹងគ្នាណាស់ឆ្នាំបោកស្វាមន្ត្រីចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចហើយអនាគតខ្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ស្វាយលេខនៃលៀបសំណាងគឺលេខ111សូមលោកអ្នកខមមិនលេខ111ដើម្បីយកលៀបសម្បត្តិអភិជនបារមីទេពតាស្ដេចនាគសៀចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលើជូលហោហៀចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំវករាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ទៅដែតនៅក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដោយសារតែដួងរស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះងើបឡើងខ្ពស់ដូចនេះទោះធ្វើជំនួញជួញដូរទីជាទីឆ្ងាយអ្នករកផលកម្រៃហូរចូលដូចទឹកគ្រាន់បំពេញបំពង់ផងដែរចំពោះការធ្វើដំណើរទៅទីជាទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដូចបំណងជានិច្ចឆ្នាំចសំណក់នាំលៀបអុកញ៉ាចិញ្ចឹមមានលៀបមានសំណាងឈ្នះអស់មានសត្រូវប្រាថ្នាអ្វីបានសម្រេចហើយអនាគតខ្លាយទៅជាសក្តិខាបតីឬក៏អភិជនជាន់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ត្នោតលេខនៃលៀបសំណាងគឺលេខ789សូមលោកអ្នកខមមិនលេខ789ដើម្បីយកលៀបសម្បត្តិអុកញ៉ាលុយវ៉ាលៀនទេពតាស្ដេចនាគសៀចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលើជូលហោហៀចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំចរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ទៅដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងប៉ងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានិងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នក
មានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបដោយសេចក្តីសុខសាន្តសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពរោគឡើងនឹងគ្នាណាស់ឆ្នាំកុលជ្រូកនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចហើយអនាគតខ្លាយទៅជាអ្នកមានទ្រព្យសម្បត្តិសុខស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ខៀវលេខនៃលៀបសំណាងគឺលេខ168សូមលោកអ្នកខមមិនលេខ168ដើម្បីយកលៀបសម្បត្តិអភិជនលុយស្ដុកបារមីទេប្រាស្ដេចនាគសៀចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុលរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់តដែតនៅក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដោយសារតែដួងរាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះងើបឡើងខ្ពស់ដូចនេះទោះធ្វើចំនួនជួញដូរទីជាទីឆ្ងាយអ្នករកផលកម្រៃហូរចូលដូចទឹកគ្រាន់បំពេញបំពងផងដែរចំពោះការធ្វើដំណើរទៅទីជាទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដូចបំណងជានិច្ចបាទពុកម៉ែបងប្អូនជាទីគោរពនិងជាទីរាប់អាននីតិហោរាសាស្ត្រនៅក្នុងថ្ងៃនេះក៏ដល់ទីបញ្ចប់ខ្ញុំបាទ LRT News Channel ដែលជាអ្នកអត្ថាធិប្បាយក៏សូមអភ័យទោសនៅរាល់កំហុសខុសឆ្គងដែលកើតមានឡើងនៅក្នុងអំឡុងពេលនៃការអត្ថាធិប្បាយបើសិនជាចូលចិត្តសូមចុច like ដើម្បីគាំទ្រនិងបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់បងប្អូននៅ comment ខាងក្រោមជាចុងក្រោយខ្ញុំបាទក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅរាល់វីដេអូបន្តទៀតសូមអរគុណ